ស្ដីនៅក្នុងវីដេអូនេះខ្ញុំមកបង្ហាញពី app មួយដែលមានឈ្មោះថា Easy Merchant App ដែល app មួយនេះគឺត្រូវបានបង្កើតឡើងដើម្បីភ្ជាប់ជាមួយនឹងអតិថិជនដែលមានការប្រើប្រាស់ mobile app delivery ដើម្បីធ្វើការ process ជាមួយនឹងការតាក់ទងដើម្បីធ្វើការ process ជាមួយនឹងករណីដែលមានការ accept order process prepare ដឹកជញ្ជូននិង complete order ជាដើមដូចនេះខ្ញុំសូមធ្វើការបង្ហាញជាមួយនឹង step ទី1គឺរបៀប download step ទី2របៀប login step ទី3តាក់ទងជាមួយនឹង process preview function ផ្សេងៗនៅក្នុង app មួយហ្នឹងអញ្ចឹងខ្ញុំសូមធ្វើការបើកបង្ហាញជាមួយនឹង screen mobile app នេះជា screen mobile app របស់ខាងខ្ញុំអញ្ចឹងយើងអាចចូលទៅ App Store ឬក៏ Play Store នៅក្នុងទូរស័ព្ទដៃបន្ទាប់មកយើង search ទៅរកពាក្យថា Easy Merchant App នេះឈ្មោះខាងលើនេះបន្ទាប់មកទៀតយើងចុចទៅដល់ឈ្មោះនឹងមកយើងធ្វើការ download ជាមួយនឹង mobile app មួយហ្នឹងតែមានរូបរាងចំណាំគឺរូបរាងបែបហ្នឹងបន្ទាប់ពីការ download យើងចុច open មកអញ្ចឹងនៅក្នុងផ្ទាំងនៅការ login យើងត្រូវ check ជាមួយនឹងdomain នេះគឺជា URL ដែលខាងលោកអ្នកកំពុងតែប្រើប្រាស់mobile app មួយនេះការ login ស្តៀងគ្នាជាមួយនឹង Easy Warehouse app ដែលយើងត្រូវការយកឈ្មោះ URL នៅខាងមុខឬក៏ឈ្មោះ shortcut នៅខាងមុខដើម្បីមកបញ្ចូលអញ្ចឹងខ្ញុំសូមធ្វើការបញ្ចូលមួយនេះគឺជា app testing របស់ខាងខ្ញុំទេអញ្ចឹងយើងអាចធ្វើការបញ្ចូលឈ្មោះ user ដែលមានស្រាប់នៅក្នុងហ្នឹងមកបើសិនបើគាត់មានជាសិទ្ធិសម្រាប់ការ accept order prepare order delivery និង close ឬក៏ complete ស្រាប់គឺគាត់នឹងទទួលបាន function ទាំងអស់ហ្នឹងនៅក្នុងនេះប៉ុន្តែបើសិនបើគាត់មានសិទ្ធិតែត្រឹមករណីណាមួយគឺគាត់អាចឃើញ function ត្រឹមតែមុខងារដែលគាត់កំពុងតែប្រើប្រាស់ទោះជាមាន back end ដូចគ្នាក៏ដោយអញ្ចឹងកន្លែងនេះយើងអាចធ្វើការចុច login បានបន្ទាប់ពីបញ្ចូល domain username និង password រួចរាល់ចុច login កន្លែងនេះអូខេបន្ទាប់ពី login រួចរាល់វានឹងជាប់ជាមួយនឹង message មួយដើម្បីឲ្យយើង allow notification ដូចនេះយើងត្រូវការចុច allow ដើម្បីឲ្យគ្រប់ពេលដែលមានការ order មកគឺ app មួយនេះគឺនឹង alert ឲ្យយើងដឹងព័ត៌មានស្តៀងគ្នាជាមួយនឹង Telegram alert ដែលយើងកំពុងតែភ្ជាប់ឲ្យមានដំណើរការហ្នឹងមកដែរអញ្ចឹងយើងចុច allow កន្លែងហ្នឹងបន្ទាប់មកទៀតយើងអាចមើលទៅលើ screen ដែលកំពុងតែមានការ alert ហ្នឹងមាន accept order prepare order delivery និង complete អញ្ចឹងយើងអាចប្រើប្រាស់ជាមួយគ្នាស្តៀងគ្នាជាមួយនឹងមុខងារនៅក្នុង back end ផងដែរដែលវានឹងមានការ alert តាម step នីមួយៗដូចនោះខ្ញុំសូមធ្វើការ submit order មួយដើម្បីឲ្យមានការ alert ជាទូទាំងមួយនេះអូខេការ submit order មួយអូខេដូចនេះខ្ញុំឃើញ load new order មួយនៅខាងលើដែលខ្ញុំធ្វើការ submit order រួចរាល់អញ្ចឹងយើងអាចចូលទៅក្នុងផ្ទាំងហ្នឹងតែម្ដងក៏បានឬក៏ចូលទៅ notification ដើម្បី click មកដល់ការ order ហ្នឹងក៏បានដែរនៅពេលដែលមានការ order submit ចូលមកdevice phone មួយហ្នឹងវានឹងញ័រមានរំញ័រនៅពេលដែលមាន notification ហ្នឹងមកអញ្ចឹងខ្ញុំសូមចូលទៅមើលការ submit order នេះយើងសូមចុចទៅលើ button notification មួយហ្នឹងមកអញ្ចឹងវានឹងចូលទៅដល់ផ្ទាំង order automatic accept order អញ្ចឹងកន្លែងនេះដែរយើងអាចធ្វើការ preview ទៅលើលេខរៀង order ចាប់ជាមួយនឹងថ្ងៃខែនិង stake ឈ្មោះ user និងលេខទូរស័ព្ទអញ្ចឹងកន្លែងនេះបើសិនបើយើងមានករណីដែលត្រូវការ contact ជាមួយនឹងលេខទូរស័ព្ទផ្ទាល់គឺយើងអាចចុចប៊ូតុងមួយហ្នឹង direct call ទៅកាន់ user មួយហ្នឹងតែម្ដងអញ្ចឹងយើងអាចចុច click direct ហ្នឹងកន្លែងហ្នឹងដើម្បីងាយស្រួល contact លើតំណែងឬក៏ការរៀបចំអីផ្សេងៗជាមួយនឹងអ្នកអតិថិជនមួយហ្នឹង yes បន្តមកទៀតព័ត៌មាន store គឺយើងអាចធ្វើការកំណត់បើសិនបើយើងមានព័ត៌មាន store ចាប់ពី2ឡានទៅយើងនឹងមានការបង្ហាញ available store ឬក៏ not available កន្លែងនេះ
ហើយយើងនឹងមានការករណីមួយទៀតដែលហៅថា switch order ខ្ញុំសូមចេញទៅតិចហើយខ្ញុំចុចមកម្ដងទៀតអូខេអញ្ចឹងខ្ញុំសូមបង្ហាញម្ដងទៀតកន្លែង test on store នេះគឺយើងនឹងមាន available ឬក៏ not available បើសិនបើ not available ចេញពណ៌ក្រហមហើយកន្លែងនេះបើសិនបើយើងមានច្រើនទីតាំងយើងអាចធ្វើការ switch store បានឧទាហរណ៍បើសិនបើទីតាំងមួយហ្នឹងយើងអត់មានតំណែងមួយនោះទេគឺយើងអាច switch ទៅដល់ store ទី2ដែលអាចមានតំណែងឬក៏អត់នឹងបានអញ្ចឹងវានឹង display នៅខាងក្រោមនេះដើម្បីឲ្យយើងធ្វើការ switch បន្ទាប់ពីការ switch ហើយមានន័យថាតំណែងឬក៏ព័ត៌មានការលក់ហ្នឹងគឺនឹងចូលទៅក្នុង store ដែលយើងបានធ្វើការ switch ចូលទៅនឹងឬក៏ផ្លាស់ប្ដូរទៅនឹងមួយវិញទៀតបើសិនបើមានករណី edit ដូចជាធម្មតាយើងត្រូវការ edit ផ្លាស់ប្ដូរជាមួយនឹងតំណែងឬក៏ការ order មួយហ្នឹងមាន quantity មិនទាន់គ្រប់គ្រាន់ឬក៏មាន quantity ដែលតិចជាងការ order យើងអាចធ្វើការតាក់ទងទៅអតិថិជនហើយធ្វើការ edit ចំនួននៅខាងលើនេះបានដូចគ្នាជាមួយនឹង backend បច្ចុប្បន្ននេះដែរសូមចុចធ្វើការ edit ហ្នឹងទៅយើងអាចធ្វើការ edit ទៅលើតំណែងដែលគាត់កំពុងតែ order និងមួយទៀត add ទៅលើតំណែងដែលគាត់ចង់ថែមឬក៏ផ្លាស់ប្ដូរ Yes អញ្ចឹងពេលដែល add ហ្នឹងគឺយើងអាចធ្វើការ scan ដើម្បី add តំណែងផ្សេងបានដូចគ្នាប៉ុន្តែបើសិនបើអត់ scan ទេយើងធ្វើការ click ទៅលើតំណែងហ្នឹងមកដើម្បីជ្រើសរើសដាក់ចូលអញ្ចឹងយើងអាចធ្វើការ sign ក៏បានឬក៏ scan ក៏បានហ្នឹងដូចស្តៀងគ្នាជាមួយនឹង mobile app easy way ហើយដូចគ្នាអូខេបន្តមកទៀតបើសិនបើយើងធ្វើការ edit រួចរាល់យើងចុច save មកវិញបន្ទាប់ពីការ save រួចរាល់ខ្ញុំសូមបញ្ជាក់ទៅលើ icon កន្លែងនេះបន្តិចវានឹងកំណត់ថា available ឬក៏ not available ស្តីជាមួយនឹង store កន្លែងនេះដែរអញ្ចឹងមានន័យថាបើសិនជា available quantity on hand ស្មើ1 quantity available ស្មើ1ឬក៏មានចំនួនក៏ដោយប៉ុន្តែបើ on hand នេះស្មើ0កន្លែងនេះវានឹងដាក់ថា not available អញ្ចឹងយើងអាច verify ជាមួយនឹងកន្លែងហ្នឹងបានហើយបើសិនបើមានករណីដែលថាតំណែងអត់មាន stock ទេយើងអាច inform ទៅខាង user វិញបានព្រោះកន្លែងនេះវានឹង compare ជាមួយនឹង stock available ជាមួយនឹង on hand ដែលយើងកំពុងតែមានស្រាប់មុនការដែលយើង accept order ហ្នឹងអញ្ចឹងខ្ញុំសូមធ្វើការ check ពី accept order កន្លែងនេះអូខេដល់ពេលដែលយើង check accept order វានឹង load ចូលទៅផ្ទាំងprepare order automatic ហើយវានឹងមានរំញ័រមួយដែលរំញ័រហ្នឹងយើងវែងបន្តិចឲ្យ user គាត់ notify ដឹងដែលគាត់ត្រូវធ្វើអីទៅលើ step ទី2មួយហ្នឹងអញ្ចឹងយើងអាចចូលមកnotification select ដើម្បីធ្វើការទៅ step ទី2ឬក៏ទៅ step prepare yes អញ្ចឹងកន្លែងនេះវាមានការបង្ហាញដូចគ្នាជាមួយនឹង step accept order ឬក៏ពេលដែលគាត់ submit មកដំបូងដែរប៉ុន្តែករណីនេះគឺយើងអត់មានការកំណត់ edit បានម្ដងទៀតទេយើងអាចត្រឹមតែ prepare ព្រោះដោយសារតែយើងកំណត់ពីខាងមុខមករួចរាល់អញ្ចឹងបើសិនបើ user ត្រូវការ prepare គាត់ចុច prepare បន្តទៀតទៅហើយ confirm ការ prepare វានឹង load ចូលទៅ step deliver បន្ថែមទៀតអញ្ចឹងវា load notification កន្លែងនេះតោះមកយើងចុចលើ notification ហ្នឹងទៀតវានឹង link ទៅដល់ map ឬក៏អ្នកដឹកជញ្ជូនហ្នឹងគាត់អាចមើល map នៅក្នុងហ្នឹងបានបើសិនបើគាត់ត្រឹមតែ user នៃអ្នក delivery អញ្ចឹងគាត់ដឹកយកទៅដល់គាត់អាច view map នៅខាងក្នុងហ្នឹងបានចុចទៅលើ map ហ្នឹងមកវានឹង sync ទៅដល់ map route map របស់គាត់ yes អញ្ចឹងយើងអាចធ្វើការដឹកជញ្ជូនបានកន្លែងនេះអញ្ចឹងខ្ញុំសូមចេញទៅកាន់ app មកវិញបន្ទាប់មកទៀតបើសិនបើគាត់ដឹកទៅដល់ទីតាំងរួចរាល់គាត់អាច complete deliver on time នៅក្នុងកំឡុងពេលដែលគាត់កំពុងតែដឹកនឹងបាននេះប្រសិនបើ user យើងតម្រូវឲ្យគាត់ជាអ្នក deliver ហើយគាត់មានសិទ្ធិទៅលើការប្រើប្រាស់ mobile app មួយហ្នឹងអញ្ចឹងគាត់អាច complete ការ deliver ហ្នឹង on time នៅទីតាំងដែលអតិថិជនគាត់បានទទួលទំនិញអញ្ចឹងយើងអាច click ទៅលើ deliver ហ្នឹងមក confirm deliver ម្ដងទៀតបន្ទាប់មកវានឹងធ្លាក់ចូលទៅដល់ step complete ដល់ step complete នេះបច្ចុប្បន្នគឺយើងអត់មានតម្រូវការជាមួយនឹងការ notify ម្ដងទៀតទេយើងអាចចូលមកកាន់ប៊ូតុង complete ហើយចុច complete រាល់ transaction ណាដែលយើងបានធ្វើការ deliver ចប់អញ្ចឹងយើងចុច complete កន្លែងនេះមកអូខេអញ្ចឹងយើងចុច complete ជា step ចុងក្រោយកន្លែងនេះអូខេអញ្ចឹងសម្រាប់ការបង្ហាញជាមួយនឹង mobile app មួយនេះគឺមានន័យថា process ខាងក្នុងគឺខ្ញុំបានបង្ហាញបញ្ចប់រួចរាល់ទៅលើ step នីមួយៗដែលខ្ញុំបានភ្ជាប់ជាមួយនឹង function 1 2 3 4នេះ
ចឹងបើសិនបើមានជាចម្ងល់អាចធ្វើការសាកសួរបាន